បាទជំរាបសួរបងរីករាយដែលថ្ងៃនេះគឺជាទិវាជាដំណើរហើយឃើញថាមានព្រឹត្តិការណ៍អមមួយគឺជាពិព័រណ៍សភៅដែលធ្វើឡើងរយៈពេល5ថ្ងៃឃើញថាស្ទង់នេះគឺមានការចាប់អារម្មណ៍ដោយសារតែបើសិនជាយើងចង់បានសភៅគឺយើងត្រូវតែសរសេរប្រយោគមួយដែលពាក់ព័ន្ធជាមួយនឹងសភៅហើយនេះគឺជា clear របស់ខ្ញុំគឺជាប្រយោគដែលខ្ញុំសរសេរគឺអានគឺជាគំរូសម្រាប់កូនហើយត្រង់ចំណុចនេះខ្ញុំចង់សម្ដៅថាដោយសារជាក់ស្ដែងបច្ចុប្បន្នខ្ញុំគឺជា daddy គឺជាប៉ាប៉ាមួយរូបដែលទើបតែមានកូនអាយុ7 ខួបហើយអាចនិយាយបានថានៅក្នុងដំណាក់កាលនេះគឺគាត់អត់ទាន់បានចូលរៀនទេគឺគាត់នៅផ្ទះជាមួយខ្ញុំជាមួយនឹងម៉ាក់របស់គាត់អញ្ចឹងវាជាភាពចាំបាច់ដែលខ្ញុំត្រូវតែអានដើម្បីជាគំរូព្រោះអីគាត់នៅក្នុងវ័យហ្នឹងគាត់គឺជាกระดาษសមួយនៅពេលដែលយើងអានអញ្ចឹងគាត់នឹងគាត់សម្គាល់ឃើញនៅសកម្មភាពដែលយើងអានអញ្ចឹងនៅពេលដែលគាត់ធំឡើងបន្តិចទៀតគាត់នឹងបន្តនៅសកម្មភាពដែលគាត់ឃើញជាប្រចាំថ្ងៃអញ្ចឹងអាចនិយាយបានថានៅពេលគាត់ធំឡើងការអានហ្នឹងនឹងคล้ายទៅជាសកម្មភាពមួយដែលគាត់នឹងអនុវត្តតាមនឹងคล้ายទៅជាទម្លាប់របស់គាត់ហើយអាចនិយាយបានថាការអាននេះគឺជារឿងសំខាន់ព្រោះអីយើងអាចคล้ายទៅជាមនុស្សចេះដឹងបានលុះត្រាតែយើងឆ្លងកាត់ការអានហើយសង្គមជាតិយើងដូចជាយើងបានដឹងហើយថាបច្ចុប្បន្នគឺត្រូវការនៅធនធានមនុស្សជាចាំបាច់ហើយដូចជាយើងបានឃើញនៅអ្វីដែលបានកើតឡើងនៅឆ្នាំ2025កន្លងទៅថាតើមានអ្វីបានកើតឡើងមានគេមើលងាយយើងហើយបែបនេះយើងត្រូវតែប្រែនៅអ្វីដែលជាកំហឹងរបស់យើងប្រែនៅភាពជឿចាប់យើងត្រូវតែពង្រឹងនៅសមត្ថភាពរបស់ខ្លួនយើងវិញហើយអញ្ចឹងយើងគ្រប់គ្នាត្រូវតែចាប់ផ្ដើមការអានហើយបែបនេះទើបខ្ញុំសរសេរនៅ clear នេះដើម្បីខ្ញុំចង់ជំរុញឲ្យកូនតូចរបស់ខ្ញុំនឹងចាប់ផ្ដើមការអានស្រឡាញ់ការអានដើម្បីឲ្យគាត់ក្លាយទៅជាមូលធនមនុស្សនៅពេលអនាគតបាទសូមអរគុណ